đây ban tiền những tiền đi hạt ấy anh tay tập đây khăm cầm bông điệp ca chia tay tập Paris chia cả bật nát khăm trầm ở Osato ตลาดการในสลาน้ำบงกรงหายเชงថ្ងៃនេះយើងនឹងស្ដាប់ករណីជនជាប់ចោតសៀងវងពីបទល្មើសឃាតកម្មដោយចេតនាឥឡូវនេះយើងចាប់ផ្ដើមបើកសវនកម្មជនជាប់ចោតសៀងវងនាងមានអ្វីចង់និយាយបន្ថែមទៀតទេខ្ញុំមិនបានចេញទៅក្រៅយប់នោះទេខ្ញុំមិនមែនជាអ្នកបុកនាងទេនាងថានាងមិនបានចេញក្រៅគ្រប់គ្រាន់ដើម្បីបញ្ជាក់ថានាងគ្មានទោសពីបទឃាតកម្មមែនទេគឺលោកហឺមិនបានជាលោកហឺមកទីនេះ Tình chôn, hạt ấy bạn chỉ bằng mặt đi. Bọn to bị những thứ bạn đi từ lơ trình lan, nhưng khi số thà hạt ấy bạn chỉ dùng mặt đi. Khán nhà mình bán thơ tê, mình xem tê. Nếu bạn sai trước đây, bong lối sầm nông trán, bong phanh phọt tang, chẳng nên cứ đâm mấy kích bị bọt được rất. Tao miên ở vậy đàn niệm xiên quan, nàng kêu xa xiên là bằng niên, mình hiền thối nữa. Khán nhà mình chưa thà phụ cái hiền phượng bạn ní, việc bất chợt cọ mình của chứ. Tê, mình ai tê, phụ cái mình ai phượng bạn đi tê. Bằng bạn chân khám rồi hai, đang bay chân chân rắn, ai lên này đang bay chân khám ta không quan tâm đến cái băng tham ta bật ra một băng cát, bất chỉ là bay con men, ta băng phải cho hai khám chỉ một băng này. Bật bồn, ta niệm xong thế, à lấy phò tang cứ mình crocodile ta hai, cả sa rập cứ chỉ chụp được trong cái đầu bọc niệm. Khán nhà mình bán thơ tê, khán nhà mình sa rập tê. Bangប្រតិទិនឆ្នាំមកដល់ហើយម៉ាក់នឹងបានជាសះស្បើយឆាប់នេះ ជនជាប់ចោតសៀងវ៉ាន់មានអ្វីចង់បន្ថែមទៀតទេខ្ញុំសារភាពខ្ញុំជាអ្នកបើកឡានបុកជាងឈិញរ៉ាន់ខ្ញុំសម្រាប់ឯងខ្ញុំសម្រាប់ឯងយើងសម្រាប់ឯងហើយទាំងឈូនអ្វីៗទាំងអស់បានខ្លាចជាអ្វីដែលអ្នកគ្រប់គ្នាប្រាថ្នាខ្ញុំឈ្មោះសេរ៉ាន់ខ្ញុំធ្លាប់ជាអ្នកនាងធំនៃគ្រួសារសៀង ប៉ុន្តែដោយសារការរៀបការខុសឆ្គងខ្ញុំត្រូវបានប្តីវាយបំបាក់ជើងត្រូវបានស្រីកំណាន់គេចាប់ប្រកាន់នឹងជាប់គុកខ្លាចជាឃាតករដែលគ្រប់គ្នាស្អប់ខ្ពើមហើយទាំងឈូនបើខ្ញុំមានឱកាសជ្រើសរើសម្ដងទៀតខ្ញុំនឹងមិនស្រឡាញ់លោកទេអ្នកទោសលេខ8756ចេញពីគុកហើយគឺត្រូវគោរពច្បាប់និងធ្វើជាមនុស្សល្អ មិនអាចទេម៉ាក់ជឿធ្ងន់យ៉ាងនេះមិនមានថ្នាំសម្រាប់គាត់ទេគ្មានអ្នកណាយកថ្នាំមកទេសូម្បីតែថ្នាំមកពីបរទេសក៏ត្រូវគ្រួសារទិញយកអត់ដែរ គ្រួសារគឺហៅទិញឈុន 8756យើងធ្វើស្អីគួរចុះ ខ្ញុំចង់ជប់ម៉ាក់ដល់ឡើងខ្ញុំអត់ចិនទេ នោះមានទោសបណ្ដាចេញក្រៅខំបានទេ ខ្ញុំត្រូវគេចាប់ប្រកាន់ទេខ្ញុំពិតជាមិនជំនួសអាក្រក់ទេខ្ញុំមានផល ឡើងទៅនាងមិនមកជំនួសអាក្រក់ទេដល់ឡើងនាងទៅ ដល់ឡើងខ្ញុំដល់ឡើងខ្ញុំ ដល់ឡើងនាងទៅនាងមិនមកជំនួសអាក្រក់ទេឆាប់ដល់ឡើងនាងទៅដល់ឡើងនាងទៅ ហៅទិញឈុនជាងឈិញរ៉ាន់ពួកអ្នកទាំងអស់គ្នានឹងស្លាប់ដោយវេទនា សួស្ដី នាយកក្រុមហ៊ុន Hurt ថ្ងៃនេះប្រពៃពិធីមង្គលការនៅសន្តាគារ White House កូនក្រមុំជាកូនស្រីគ្រួសារជាងពួកគេជាគូស្នេហ៍កុមារភាពលើកគេនិយាយថាលោក Hurt ជាកូននៃការជួយជីវិតជាកូនក្នុងការជួយជីវិតទេ អ្នកនាងចង់ទៅណា ទៅសន្តាគារ White House សូមជួយកូនកំមុំនិងកូនកំឡោះបដូរជាជាគ្នា គឺនាងឯង សៀវ៉ាន់ អង្គុយចុះភ្លាមទៅនាងចេញពីគុកហើយ យ៉ាងម៉េចជាងឈិរ៉ាន់ខ្ញុំមិនបានស្លាប់ក្នុងគុកទេនាងខកចិត្តមែនទេ ខ្ញុំមិនមែនមានអញ្ចឹងទេ ហេតុអីបានជានាងនៅទីនេះ ហេតុអីអតីតប្តីខ្ញុំកំពុងរៀបការជាអតីតភរិយាជាការប៉ັດណាស់ខ្ញុំត្រូវមកអបអរសាទរ មិនក៏ផ្លាច់ម្លេះនោះហេតុអីបានជាចឹងអត់ដែរឃើញទេតាំងពីដើមមកមែនទេអត់មិនគិតចឹង ទិញឈុននេះជាមង្គលការរបស់យើងនេះហ៊ានធ្វើបែប នា នេះ ងចង់ស្លាប់មែនទេ ហើយទាំងឈុនលោកនឹងជាងឈិរ៉ាន់មិនត្រឹមតែបានចាប់ប្រកាន់ខ្ញុំប៉ុណ្ណោះទេថែមទាំងបានសម្លាប់ម្ដាយខ្ញុំទៀតទោះបីខ្ញុំស្លាប់ក៏ដោយខ្ញុំមិនអនុញ្ញាតឲ្យលោកគេពីការដាក់ទោសនោះទេ
នាងភ្លេចហើយនៅតុលាការកាលពីមុននាងសារភាពបទល្មើសដោយខ្លួនឯង នៅដោយសារតែជាងជីរ៉ានបានគម្រាមកំហែងខ្ញុំជាមួយនឹងជីវិតម្ដាយខ្ញុំ សៀងវ៉ាន់នាងកំពុងនិយាយស្អីម្ដាយរបស់នាងបានស្លាប់ដោយសារជំងឺមហារីកវាមានស្អីទៅនឹងខ្ញុំ ប្រសិទ្ធបើនាងមិនបានរក្សាថ្នាំដុសចុងក្រោយទេតែម៉ាក់ខ្ញុំនឹងស្លាប់ដោយរបៀបណា សៀងវ៉ាន់អាចជាអ្នកទោសដែរទេ ប៉ុន្តែជើរបស់អ្នកនាងជាងពីការមានតម្លៃខ្ពស់ណាស់ បាននោះជាការពិតអ្នកនាងចឹងព្រៃផ្សាយពេកហើយ គួរឲ្យអស់សំណើចណាស់សៀងវ៉ាន់នាងបង្កបញ្ហាដល់កូនស្រីយើងមិនគ្រប់គ្រាន់មែនទេថ្ងៃនេះជាថ្ងៃមង្គលការកូនស្រីយើងនាងនៅទីនេះដើម្បីចោទប្រកាន់កូនស្រីយើងនាងគិតថាគ្រួសារចាំងយើងងាយចំអកយើងដៃនាង ម៉ាក់សៀវងនេះមិនមែនជាកន្លែងណានាងគូនណាទេបើមិនចឹងទេនាងនឹងមានបញ្ហាជាមិនខាន ខ្ញុំនឹងចាក់ចេញការនៅទីនេះមួយវិនាទីធ្វើឲ្យខ្ញុំមានអារម្មណ៍ឈឺចាប់ប៉ុន្តែមុននឹងខ្ញុំទៅខ្ញុំនឹងបង្ហាញការពិតដល់មនុស្សគ្រប់គ្នាចូលមក គេជានរណា អ្នកបើកបោះដែលទទួលខុសត្រូវចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះអ្នកដែលបើកបុកចេញជារ៉ាន់ពិតប្រាកដថ្ងៃនោះខ្ញុំត្រូវបានគេដាក់ថ្នាំឲ្យបាត់បង់ស្មារតីនៅពេលភ្ញាក់ឡើងនៅកន្លែងកាត់ហេតុគ្រោះថ្នាក់រួចទៅហើយ ជាអ្នកស្រីចឹងដែលឲ្យខ្ញុំមកកគ្រោះថ្នាក់នេះហើយចាប់ប្រកាន់ទៅលើអ្នកស្រីសៀបន្ទាប់មកខ្ញុំក៏បានរត់គេចខ្លួនបដូរតកងទៅជាអ្នកស្រីសៀវិញរឿងទាំងអស់អ្នកស្រីចឹងគឺជាអ្នកធ្វើទាំងអស់ អញនិយាយស្អីខ្ញុំមិនដែលស្គាល់អញទេទីឈួនគេកំពុងប្រមាថខ្ញុំហើយ ផ្អែកលើសារស្អីដែលបង្ហាញមុខដូចព្រើលនេះនាងចង់សាររឿងក្តីឡើងវិញសៀងវ៉ាន់នាងគិតថាគ្រប់គ្នាល្ងង ហើយទាំងជួនខ្ញុំសឹងមិនជឿទេថាលោកនៅតែជឿលើនាងខ្លាំងម្ល៉េះ សៀវ៉ាន់នាងនឹងបន្តប្រមាថខ្ញុំរហូតដល់ពេលណាខ្ញុំចូលចិត្តរំតាំងពីទៅមកម្លេះគ្រប់គ្នាដឹងថាជើងមួយគុណនេះសម្រាប់អ្នករំវាសំខាន់ប៉ុណ្ណាអ្នកណាទៅធ្វើបាបអ្នកដទៃមិនធ្វើឲ្យខ្លួនឯងពិការជើងនោះ ជីរ៉ាន់ ទីឈួនបងធ្លាប់និយាយថាអូនស្អាតបំផុតពេលរំប៉ុន្តែពេលនេះអូនមិនអាចរំបានទៀតទេអូនគ្រាន់តែជាមនុស្សពិការម្នាក់ប៉ុណ្ណោះ មិនអីទេ ទីឈួនអញកំពុងអនុញ្ញាតឲ្យឃាតករម្នាក់នេះបង្កក្នុងពិធីមង្គលការមុនពេលរៀបការជាមួយឈិញរ៉ាន់អញបានសន្យាស្អីខ្លះជាមួយយើង សៀងវ៉ាន់ខ្ញុំនឹងប្រោសការចុងក្រោយដល់នាងសុំទោសចំពោះឈិញរ៉ាន់បន្ទាប់មកឆាប់ចាច់ចេញទៅ ហេតុអីខ្ញុំក៏សុំទោសពួកអ្នកទាំងអស់គ្នាផ្នែកខ្វាក់ទាំងស្រុង សន្តិសុខ លេង អស់ ខ្ញុំ នេះចេញទៅ លេងខ្ញុំទៅ បើនាងមិនព្រមចេញទេខ្ញុំលែងសុភាពដាក់នាងទៀតហើយ ហើយទាំងជួនតើលោកពិតជាចង់ដឹងទេថាមនុស្សប្រភេទស្រីនេះលោកពិតជាស្រឡាញ់ទេការពិតគឺនៅក្នុងឧបករណ៍ថតសម្លេងនេះ ទីឈួនបាននាងមានផតតាំងហេតុអ្វីនាងមិនបង្ហាញពីក្នុងរយៈពេល3ឆ្នាំកន្លងមកនេះហេតុអីត្រូវរងចាំរហូតដល់ថ្ងៃយើងរៀបការនាងគ្រាន់ចង់បំផ្លាញពួកយើងប៉ុណ្ណោះ មែនហើយអ្នកនាងសៀងនេះប្រហែលជាគ្រាន់តែចំណែនហើយព្យាយាមបំផ្លាញដោយចេតនាខ្ញុំក៏ថាវាអាចទៅរួចជាងរ៉ានបាននាងពិតជាគ្មានទោសហេតុអីបានជានាងខ្លាចមិនព្រមឲ្យគេចាក់ឧបករណ៍ថតសម្លេងនាងខ្លាចមែនទេ បើឧបករណ៍ថតសម្លេងនេះមិនមានការសារភាពពិតរបស់នាងទេនោះ បើសិនជាមិនមែនសូមសម្រាប់ខ្ញុំឬដាក់ទុកខ្ញុំមកចុះ ណានាងដូចអ្វីដែរអ្នកនាងបានបញ្ជាកាមេរ៉ានៅតាមដងផ្លូវទាំងអស់ត្រូវបានរៀបចំរួចអស់ហើយ ល្អណាស់បន្ទាប់ពីធ្វើរួចខ្ញុំនឹងផ្ដល់ឲ្យលោកបន្ថែម200000ជាងឈីរ៉ាន់លើកនេះខ្ញុំចង់ឲ្យនាងស្លាប់ឆាប់សិនសម្លេងនេះមិនមែនសម្លេងរបស់សៀងវ៉ាន់ទេនាងជាអ្នកព្យាយាមបង្កបញ្ហា ជានាងដែលចង់សម្លាប់អ្នកនាងជាងពិតជាខុសខើខ្លាំងណាស់ សៀងវ៉ាន់នេះជាសម្លេងសារភាពពិតរបស់ នេះ នាង មិនមែនជាសម្លេងរបស់ខ្ញុំទេនេះគឺខ្លាំងខ្លាយ ខ្ញុំដឹងហើយថានេះមិនសារភាពទេនេះគឺជាកំណត់5បញ្ជីដែលខ្ញុំបានរក្សាទុកអ្នកនាងចឹងខ្ញុំត្រូវគេមកខំនោះទេសូមជួយខ្ញុំផង នេះគឺខ្លាំងខ្លាយវាមិនមែនដូចនោះទេវាជានាងបានសុកប៉ាន់គេ មកដល់ពេលនេះអញនៅតែចាប់ប្រកាន់ខ្ញុំទៀតទោះបីជាអញជាអ្នកខ្ញុំរៀបការជាមួយទីឈួនក៏ដោយនាងក៏មិនគួរមកបំផ្លាញមង្គលការខ្ញុំម្ដងហើយម្ដងទៀតដែរ នាងនៅកុហកទៀត គ្រប់គ្រាន់ហើយសៀងវ៉ាន់ភាពអត់ធ្មត់របស់ខ្ញុំមានដែនកំណត់រឿងល្ខោននេះគឺបានបញ្ចប់នៅទីនេះហើយយកនាងទៅ ហើយទាំងឈួនលោកនឹងស្ដាយក្រោយលោកពិតជានឹងស្ដាយក្រោយ បន្តពិធីមង្គលការ ហើយទាំងឈួន សៀងវ៉ាន់នាងបាននាំរឿងមកឲ្យខ្លួនអញទេ លោកកំពុងធ្វើអី ធ្វើអីពួកយើងនៅទីនេះគឺដើម្បីនាង លោកហើបានបញ្ជាយើងឲ្យមើលថែនាងហើយ រងចាំសិន រងចាំអី បងប្រុសបើសិនជាបងប្រុសចង់លេងខ្ញុំនឹងលេងតាមតែបងប្រុសមិនចង់ធ្វើវាឲ្យគួររំភើបជាងនេះទេ នាងមានន័យថាពួកឯងទាំង3ចេញទៅលោកហើបន្ទប់ក្រឹបទឹកខ្មុំរបស់លោកនឹងអ្នកនាងចឹងនៅទី ច នេះ ង់ដឹងថាកូនស្រីគ្រួសារសៀងមានរសជាតិបែបណាបន្ទាប់ពីគាត់បានបញ្ចប់គឺវានឹងជីវិតរបស់ឯងហើយមែនទេ ស្រីស្អាតខ្ញុំមកហើយអាយយ៉ាយ៉ា នាំខ្ញុំចេញទៅ កុំស្រីជួយហើយជួយខ្ញុំផងទៅជួយខ្ញុំផង ឡើងខ្ញុំចេញមិនអញ្ចឹងខ្ញុំនឹងសម្លាប់គេ នាងគិតថាជីវិតតូចតាចមួយអាចគម្រាមខ្ញុំបាន ក្រុមហ៊ុនហើកំពុងតែបញ្ចេញសាធារណៈមែនទេលោកមិនចាំបង្កបញ្ហាក្នុងពេលនេះទេមែនទេ តែនាងអាចបង្កបញ្ហាដោយខ្លួនឯងទេ បើខ្ញុំធ្វើម្នាក់ឯងគឺមិនអាចទេប៉ុន្តែបើផ្សាយបន្តវិញអ្វីដែលកើតឡើងនៅទីនេះថ្ងៃនេះគ្រប់គ្នានឹងដឹងខ្ញុំកំពុងការពារខ្លួនឯងបើមានអ្នកណាម្នាក់ស្លាប់នៅទីនេះនោះគឺជាកំហុសរបស់លោក សៀវ៉ាន់
ខ្ញុំមិនស្មានថានាងរៀនអ្វីខ្លះនៅក្នុងគុករយៈពេល3ឆ្នាំនេះ លោកបានបង្ខំឲ្យខ្ញុំធ្វើបែប ណែ នេះ ស៊ីលកុំធ្វើចឹងអីដោះស្រាយបញ្ហាតាមសម្បត្តិទៅបាត់ឡាយសិនទៅណា បានដោះលែងខ្ញុំចេញសិនទៅ បាននាងហ៊ានចេញពីទ្វារនោះសៀវចេញសាន់និងចូលគុក លោកបានធ្វើអ្វីចំពោះប៉ារបស់ខ្ញុំ ខ្ញុំមិនបានធ្វើអីទៅគាត់ទេក៏ប៉ុន្តែ80%នៃបំណុលទាំងអស់របស់គ្រួសារសៀងជំពាក់ក្រុមហ៊ុនហឺរបស់យើង មិនអាចទេតើរឿងនេះកាលឡើងដល់របៀបណាហើយទាំងឈានលោក សៀងវ៉ាន់គ្រាន់តែពីបំបត្តិពីខ្ញុំគ្រួសារសៀងនឹងបាត់ដូចជាផ្សែងបាត់ដូចខ្យល់ ហើយទាំងឈានប៉ាខ្ញុំនឹងបងប្រុសខ្ញុំបានប្រព្រឹត្តចំពោះលោកយ៉ាងល្អ ទាំងអស់នេះគឺដោយសារតែនាងបង្កខ្លួនឯងទេហាក់ដូចជាការជាប់គុកប្រហែលឆ្នាំនោះគឺមិនបានបង្រៀននាងឲ្យប្រែចិត្តដូច្នេះយើងផ្លាស់ប្ដូរទីកន្លែងដើម្បីឲ្យនាងបានប្រែចិត្តយកនាងទៅក្លឹប ហើយទាំងឈានលោកស្រឡាញ់ជាងច្រើនខ្លាំងណាស់មែនទេបើខ្ញុំបានដឹងថាលោកស្រឡាញ់នាងខ្លាំងម្នាក់ខ្ញុំអង្គុយរៀបការជាមួយលោកនោះទេក្លឹបត្រៀមលុយធ្វើអាជីវកម្មខ្មែរសម្រាប់ក្រុមហ៊ុនហើនៅទីនេះប្រហែលជាអាចជួយលេងសម្អាតឈ្មោះរបស់ខ្ញុំបានហើយ សៀងវ៉ាន់អតីតជនក្នុងបន្ទប់លេខ6បានក្អួតមកសម្អាតឲ្យលើឡើង ចាចាច្រើននាងកំពុងធ្វើអីលែងខ្ញុំទៅចាំខ្ញុំធ្វើអី ការរបស់ខ្ញុំស្រាមង្គលការយ៉ាងហោចណាស់នាងក៏គួរតែផឹង ចាប់ខ្ញុំធ្វើអីចាប់ខ្ញុំធ្វើអីលែងខ្ញុំ ពួកឯងឈប់មើលធ្វើស្អីមកទាំងអស់គ្នាមកចាក់ស្រាមង្គលការជូនអ្នកនាងសៀងព្រាមទៅ ផាត់ទៅ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  ទៅល្អខ្លាំងណាស់បើកមកឲ្យធំឲ្យផាត់ទៅមិនអាចជាប់បានមែនទេគ្មានបច្ចុប្បន្នមែនអត់បានតាសៀងវ៉ាន់មើលខ្លួនអញទៅឥឡូវនេះនៅសល់អ្វីខ្លះហើយពីភាពរុងរឿងរបស់នាងអ្នកនាងគ្រួសារសៀងធ្វើការងារជាអ្នកបម្រើក្នុងក្លឹមមិនសូវថ្លៃថ្នូរប្រហែលទេ យ៉ាងហោចណាស់ខ្ញុំធ្លាប់មានជីវិតល្អមានក្តីសុខចុះនាងវិញអញគ្រាន់តែជាកូនកំព្រាដែលយកមកចិញ្ចឹមដោយគ្រួសារចាំងប៉ុណ្ណោះបើគ្មានហឺទាំងឈុននាងគ្មានអ្វីសោះ បាត់មន់ យ៉ាងម៉េចខ្ញុំបានប៉ះពាល់អារម្មណ៍នាងហើយចង់រៀបការជាមួយហឺទាំងឈិនយ៉ាងខ្លាំងតែនាងពិតជាស្រឡាញ់គាត់មែនឬគ្រាន់តែស្រឡាញ់ឋានៈនិងតំណែងរបស់គាត់ប៉ុណ្ណោះ នេះជាអ្វីតែជាការពិតទេសៀងវ៉ាន់នាងមានចិត្តគំនិតមុតស្រួចណាស់ខ្ញុំគ្រាន់តែមិនដឹងថាបើគ្មានអណ្ដាតនេះតើនាងនៅអាចអត់ចាប់បានទេចាប់គេទៅ នាងកំពុងធ្វើអីឡើងខ្ញុំទៅ នៅនេះជាងធម្មតាមានចិត្តសប្បុរសនិងស្រោតបូតមិនស្មានថាគាត់ខុសបែបនេះសោះចង់កាត់ណាគេទៀត សៀងវ៉ាន់នាងបានបង្ករឿងនេះដោយខ្លួនឯងទេ ចាញ់ច្រើននាងគ្រាន់តែខ្មាស់អៀននិងខាងប៉ុណ្ណោះនាងភ័យខ្លាចហឺទាំងឈុននឹងរកឃើញការពិតថានាងមិនមែនជាអ្នកជួយសង្គ្រោះជីវិតគាត់ទេមែនទេខ្សែកនេះវាមិនមែនជារបស់នាងទេ និយាយប្រែប្រាស់ស្អីខ្សែកនេះជាសញ្ញាយ៉ាងច្បាស់រវាងឈិញរ៉ាន់និងលោកហើ សញ្ញាមួយឯងបើហឺទាំងឈុនរកឃើញថានាងគឺជាមនុស្សខ្លាំងខ្លាយតែនាងគិតថាគាត់នឹងនៅតែការពារនាងដូចពេលនេះទេ បាត់មកទៅនាងដឹងស្អីទេ ខ្ញុំដឹងអ្នកណាជាម្ចាស់ពេទ្យប្រកាសនេះខ្សែកនេះ នាងជាអ្នកណា មកទីនេះខ្ញុំនឹងប្រាប់នាង មនុស្សល្ងងទៅតាមនាងទៅអ្នកណាចាប់នាងបានខ្ញុំឲ្យ5សែន លោកហើ រត់ទៅនៅរត់ទៀតដែរ អញធ្វើបែបនេះគ្រាន់តែដើម្បីលុយប៉ុណ្ណោះអញមិនចាំបាច់បន្ថយជីវិតរបស់អញទេអញមិនជឿទេថាបើសិនជាមានអ្វីកើតឡើងនៅថ្ងៃនេះចាញ់ឆេរ៉ានឹងអញ ទោះបីជាយើងជាប់គុករយៈពេល3ឆ្នាំ50000ជាន់សមនឹងវា សៀងវ៉ាន់ ហេតុអីលោកនៅទីនេះ នាងមិនអីទេ ប្រយ័ត្ន ឯងខ្វះភ្នែកមែនទេមិនស្គាល់យើងទេ អ្នកប្រុសតើ បងប្រុសមកកបងនៅទីនេះ ឈិញវ៉ាន់យើងនឹងថៃស្អប់សៀងវ៉ាន់ប៉ុន្តែនាងបានជាប់គុករួចហើយនាងបានទទួលទោសរួចហើយតែចង់ឲ្យបែរ អី ទៀត វិញឈិញរ៉ាន់គឺជាប្អូនបងអាចការពារអ្នកក្រៅបានយ៉ាងម៉េច ជារឿងរបស់គ្រួសារចាស់ពួកយើងមិនចាំបាច់អ្នកក្រៅមកជឿជែក អ្នក ទេ ក្រៅ ខ្ញុំនាំនេះទៅពេទ្យ មិនបាច់ទេ អ្នកប្រុសជាងកំពុងទៅនាំមនុស្សរបស់ខ្ញុំទៅណាន់ មនុស្សរបស់លោកហើយទៅឈួនលោកភ្លេចហើយលោកបានលះគ្នាហើយ អញ្ចឹងយ៉ាងម៉េចនាងទៅនៅទីនេះបានពាក់កណ្ដាលខែប៉ុណ្ណោះ លោកហារាត្រីសួស្ដី បងប្រុសឥឡូវសៀងវ៉ាន់ជាអ្នកបម្រើនៅក្លឹបត្រីម អ្នកបម្រើពិតមែន ពិតមែនអ្នកប្រជាងសុំលេងដៃខ្ញុំ នាងទម្លាក់ខ្លួនពេកហើយ មាននរណាបង្រៀននាងទេពីរបៀបសុំទោសនៅពេលដែលនាងប្រមាថអតិថិជននោះ ខ្ញុំសុំទៅអ្នកប្រជាងសុំលើកលែងទោសឲ្យខ្ញុំ ហើយទៅឈួនធ្វើបាបគេពេកហើយនៅនេះវ៉ាក្រៅហើយ ហើយទាំងឈួនលោកពិតជាគិតមែនទេថាចាញ់ឆេរ៉ានជាអ្នកសង្គ្រោះជីវិតរបស់លោកពេលប្រហែលឆ្នាំមុន
គ្រាន់តែផ្អែកលើខ្សែកមួយលោកប្រកាសណាស់ថាមនុស្សដែលបានសង្គ្រោះលោកពីបឹងតកគឺជានាងជាងឈិញរ៉ានលោកមិនត្រឹមតែខ្វាក់ភ្នែកទេប៉ុន្តែថែមទាំងល្ងងខ្លាំងទៀតផង ហេតុអីបានជានាងនិយាយបែបនេះ ព្រោះខ្សែកនេះគឺជារបស់ខ្ញុំ សៀងរ៉ាន់នេះនិយាយប្រដៅស្អីនេះជាអំណាចដែលឪពុកម្ដាយបង្កើតខ្ញុំទុកឲ្យ អំណោយខ្សែកនេះមានតម្លៃបានរាប់លានបើសិនជានាងមានខ្សែកនេះតើនាងនឹងត្រូវបញ្ជូនទៅកន្លែងម្ដង ជាអំណាចពុកម៉ែខ្ញុំឲ្យលោកវាដើម្បីប្រាក់ដល់របៀបណាទិញឈុនខ្ញុំហ៊ានស្បន់អ្វីដែលខ្ញុំនិយាយគឺជាការពិន សៀងវ៉ាន់សូម្បីតែថ្ងៃនេះនាងនៅតែកុហក គឺនាងទេដាក់កុហកខ្សែកនេះត្រូវបានធ្វើតាមបញ្ជាពិសេសសម្រាប់ខ្ញុំមានតែមនុស្សម្នាក់ឪពុកម្ដាយខ្ញុំជួលធ្វើសម្រាប់កុមារអាយុ16ឆ្នាំ ក្នុងករណីនោះខ្ញុំក៏អាចនិយាយបានដែរថាវាគឺជារបស់ខ្ញុំ សៀវងនាងនិយាយថាខ្សែកនេះជារបស់នាងតើនាងមានផតតាំងដែរទេ ជាការពិតណាស់ខ្ញុំមាននៅខាងក្នុងខ្សែកនេះឈ្មោះរបស់ខ្ញុំត្រូវបានឆ្លាក់វាជាតួអក្សរវ័នតើនាងហ៊ានដកខ្សែកចេញហើយបង្ហាញមនុស្សគ្រប់គ្នាទេ ឈិញរ៉ាន់ខ្សែកនេះពិតជារបស់ឯងមែនទេ បងប្រុសបងមិនជឿខ្ញុំមែនទេប៉ុន្តែបងបាយជាអ្នកក្រៅសៀងវ៉ាន់នឹងតែព្យាយាមយកអ្វីគ្រប់យ៉ាងដែលខ្ញុំមានតាំងពីតូចមកពេលនេះសូម្បីតែអនុស្សាវរីយ៍តែមួយគុណដែលពុកម៉ែខ្ញុំទុកឲ្យនាងក៏ចង់យកទៅវិញ តើ ដែរ អ្នកណាជាអ្នកពិតប្រាកដកំពុងយកពីអ្នកដទៃយ៉ាងម៉េចនាងមិនហ៊ានដោះវាចេញហើយបង្ហាញមនុស្សគ្រប់គ្នាទេតែនាងមានអារម្មណ៍មានកំហុសទេ តាំងពីយ៉ាងម៉េចបណ្ដោយលើខ្សែកនេះគ្មានការឆាកឈ្មោះរបស់នាង មិនអាចទេ ល្អបើគ្មាននាងនឹងលុតជង្គង់នៅទីនេះរហូតដល់ជាងឈិញរ៉ាន់អភ័យទោសឲ្យនាង ល្អ សៀងវ៉ាន់មើលឲ្យច្បាស់ទៅមានឈ្មោះដែរទេនេះគឺជាឈ្មោះឈិញរ៉ាន់ច្បាស់ណាស់ តែវាអាចជាតួអក្សររ៉ាន អ្វីដែលឆ្លាតនៅលើខ្សែកនេះខ្ញុំបានបញ្ជាក់យូរមកហើយនាងនៅតែចង់ធ្វើពុតជាឆ្លាត តែ ទៀត មិនដូច្នោះទេនាងប្រកាសជាបានការប្រើវា ប៉ុន្តែនាងនៅតែប្រកែកទៀតមែនទេ ហើយទាំងឈូនក្នុងចិត្តរបស់លោកទោះបីជាខ្ញុំនិយាយអ្វីក៏ដោយលោកជឿជាក់ទៅឈិញរ៉ានមែនទេ នាងប្រៀបធៀបខ្លួនឯងជាមួយនឹងឈិញរ៉ាន់តែនាងសមទេ សៀងវ៉ាន់ខ្ញុំពិតជាមិនស្មានថាបន្ទាប់ពី2ឆ្នាំនាងនៅតែរវល់ជាមួយនឹងមនុស្សប្រត់ដដែលនាងធ្វើអ្វីគ្រប់យ៉ាងដែលគេប្រាប់ឲ្យនាងធ្វើនាងពិតជាឆ្កែរបស់គេមែនទេ ហើយទាំងឈូនបើការធ្វើទរណកម្មនឹងបំផ្លិចខ្ញុំគឺជាគោលបំណងរបស់លោកក្នុងការបញ្ជូនខ្ញុំមកទីនេះនោះខ្ញុំនឹងព្រមប៉ុន្តែខ្ញុំមិនព្រមបោះបង់ទេខ្ញុំត្រូវទៅនៅទីនេះដើម្បីស្វែងរកការពិតទាំងមូល ទិញឈុនបងខឹងអូនមែនទេសៀងវ៉ាន់គ្រាន់តែផឹកស្រាប៉ុណ្ណោះមិនមែនជារឿងធម្មតាទេ ដានតួមនុស្សស្រីដែលស្ទើរតែសម្លាប់នាងមានសិទ្ធិធ្វើបែបនេះ ទិញឈុនបងល្អចំពោះអូនណាបងជឿជាក់លើអូន អ្នកប្រហោះអ្នកសឹងស្លាប់បាត់ហើយ លុតចង្កុកបានតែមួយផ្លែគាត់សន្លំកំពុងព្យាយាមធ្វើពុតមែន វាគឺជាការពិតអ្នកប្រហោះចាំងនាំនាងទៅបាត់ហើយ ទិញឈុន ណែញ៉ាំបន្តិចទៅ ខ្ញុំអាចញ៉ាំខ្លួនឯងបាន ស្ដាប់មកគប់ថ្ងៃមុនអ្នកបើកបុកបានកិច្ចខ្លួនភៀសខ្លួនទៅនៅក្រៅប្រទេសជាមួយនឹងគ្រួសារតែក៏មិនរំអីខ្ញុំមកជំនួសទៅតាមគេហើយ លោកបានស៊ើបអង្កេតរឿងនេះតាំងពីដំបូងមកលោកមិនជឿខ្ញុំមែនទេ សៀងវ៉ាន់យើងធំឡើងមកជាមួយគ្នាតើខ្ញុំអាចមកជឿនឹងដែររបៀបណានៅពេលនេះជួបគ្រោះថ្នាក់នៅពេលនោះខ្ញុំកំពុងធ្វើការសង្គ្រោះបេះដូងនៅបរទេសក្រោយមកនៅពេលដែលខ្ញុំត្រឡប់មកវិញនាងបាននៅក្នុងពន្ធនាគារប៉ុន្តែរយៈពេលប្រហែលឆ្នាំនេះខ្ញុំបានស៊ើបដាក់សម្ងាត់មានការស៊ើបអង្កេតបឋមរួចហើយ អ៊ីពេញអរគុណលោក មិនអីទេខ្ញុំយំវ៉ាវ៉ាណែ ពួកឯងកំពុងធ្វើស្អី ម៉ាក់ហេតុអីមកទៅនេះ ស្រីគ្មានកិច្ចខ្មាស់ មករបស់នេះស្អុយណាស់ញ៉ាំអាហារក្លិនស្រាលៗ នេះ បន្ថែ និ ម យាយ ទៀត ស្អីខ្ញុំនៅសម្រាប់ នេះ នេះ ឈួតទេ បងប្រុសអ៊ីពេញខ្ញុំជាកូនដល់នឹងបងចាខ្ញុំចាច់បានយ៉ាងម៉េច ការផ្សព្វផ្សាយត្រូវបានរៀបចំដល់ពុកម្ដាយរបស់យើងខ្ញុំមិនបានយកប្រុសទេ បងអ្នកមីងអ៊ីពេញស្រីម្នាក់នេះមានចេតនាបបប្អូនស្រីឯងឥឡូវនេះបើជាមកតាក់តងឯងគ្មានអ្វីក្រៅពីបញ្ហាត្រូវបំផ្លាញគ្រួសារជាង អ្នក របស់ មាន យើ ជា ង ងសូមនិយាយដល់ការគោរពផងអ៊ីពេញនិងខ្ញុំគឺស្អាតស្អំ ស្អាត ទេ ស្អំហ៎ស្រីចង្រៃដូចនឹងឯងហ៊ាននិយាយពាក្យស្អាតស្អំសំឡាងណាស់ម៉ាក់របស់នាងបានស្លាប់មុនពេលបើមិនចឹងទេម៉ាក់នាងនៅត្រូវខំដល់ស្លាប់ហើយ អ្នកមានជាងខ្ញុំហើយអ្នកមានដល់ការគោរពព្រោះខ្ញុំត្រូវបានចិញ្ចឹមបីបាច់យ៉ាងល្អប៉ុន្តែអ្នកមានគ្មានសិទ្ធិមកថាខ្ញុំទេឬប្រមាណម្ដាយ នាង ខ្ញុំ និយាយស្អីនាងពិតជាមិនមានសុជីវធម៌ទេ ម៉ាក់ម៉ាក់ម៉ាក់កំពុងធ្វើអីនឹង បងប្រុសអ៊ីពេញនាងសោះមិនត្រូវហើយកុំជួយនាងអីស្រីចង្រៃនាងហ៊ានវាយខ្ញុំនៅសម្រាប់នាង ណែជប់ភ្លាមណែជប់ភ្លាមតើអ្នកទាំងអស់គ្នាកំពុងធ្វើអីណែ បងប្រុសអ៊ីពេញខ្ញុំគ្មានចេតនាទេអ៊ីពេញហូរឈាមហើយឲ្យលឿនឡើងថៅគ្រូពេទ្យ តែ ទៅ ទៅហើយខ្ញុំជាគ្រូពេទ្យហើយតាអ្នកទាំងអស់គ្នាគួរតែជប់ធ្វើរឿងអស់នេះទៅវ៉ាវ៉ា បងប្រុសអ៊ីពេញបោះចោលទៅណា មិនមែនជារឿងរបស់នាងទេជិះទៅ ចាំងអ៊ីពេញបើឯងហ៊ានទៅជួបស្រីចង្រៃនោះម៉ែកូនចឹងកាត់ការគ្នាចោល យ៉ាងម៉េចក៏បាន ចាំងអ៊ីពេញត្រឡប់មកវិញភ្លាម ដូច្នេះវាជាក្រុមហ៊ុនហើយករុកដែលនៅពីក្រោយការបំបែកខ្សែសង្វាក់ហិរញ្ញវត្ថុរបស់គ្រួសារសៀងនៅពេលនេះគាត់ដាក់បណ្ដឹងខ្លាចបន្លំគឺដាក់ខ្ញុំចូលគុកគ្រាន់តែជាជំហានមួយដើម្បីបំផ្លាញក្រុមហ៊ុនសៀងតែប៉ុណ្ណោះ នាងស្វែងរកជាងអីពេញមែនទេ
នោះគឺជាការស្វែងរកបញ្ហា នោះគឺការស្វែងរកបញ្ហា វង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  បើចេញទៅ វង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  នេះមិនមែនជាផ្លូវទៅកាន់ក្លឹបត្រឹមទេ ផ្លាស់សម្លេងប្រព័ន្ធនេះទៅ លោកមានន័យថាម៉េច ក្នុងរយៈពេលកន្លះម៉ោងក្រុមហ៊ុនហៅគ្រប់នឹងប្រកាសសន្និសីទកសែតដើម្បីបញ្ជាក់ហេតុការផ្សាយផ្ទាល់នាងជាអ្នកនិយាយ ដូច្នេះមានរឿងដែរសំបីតែលោកប្រុសហើយក៏មិនអាចដោះស្រាយបាន បើ ទេ ខ្ញុំមិនអាចដោះស្រាយបានទេនោះខ្ញុំនឹងដោះស្រាយជាមួយនា លោ ង កសន្និសីទកសែត លោក តែ ហា សូមតែឆ្លើយសំណួររបស់ខ្ញុំបន្តិចមកបាទសូមជាការឆ្លើយមកនិយាយអ្វីមកលោកហើលោកហើនិយាយអ្វីបន្តិចមកលោកហើ ថាលោកបែបនេះគ្រាន់តែដើម្បីលុយ លោកហើជប់តែនិយាយអ្វីបន្តិចមកលោកហើលោកហើ សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះសៀងវ៉ាន់ហើយក៏ជាអតីតភរិយារបស់លោកហើផងដែរការផ្សាយនៅថ្ងៃនេះគឺដោយសារតែខ្ញុំពេញចិត្តចំពោះការបែងចែកទ្រព្យសម្បត្តិដូច្នេះខ្ញុំបានធ្វើសកម្មភាព ពួក មួយ បាននេះគឺដើម្បីទៅលុយគ្មានភាពខ្មាស់អៀនតែបន្តិចសោះ ខ្ញុំបានលើថាស្រីម្នាក់នេះធ្លាប់ជាប់ទោសពីមុនមានអតីតភរិយាបែបនេះលោកហើពិតជាសំណាងអាក្រក់មែន លោកហា អ្វីដែលខ្ញុំតើតើនិយាយទាំងអស់នេះគឺមិនពិតនោះទេហើយទាំងជួនបានបង្ខំខ្ញុំឲ្យនិយាយហេតុផលដែលខ្ញុំមកទីនេះគឺដើម្បីបង្ហាញទៅក្រុមហ៊ុនហើគ្រប់ទាំងនេះគឺជាផតតាំងទាំងអស់ លោកហារូបថតទាំងនេះគឺជាការប៉ັດមែនទេក្រុមហ៊ុនហើគ្រប់ពិតជាពាក់ព័ន្ធនឹងប្រតិបត្តិការខុស ស្រី ច្បាប់ ឈួ មែ ត នទេ ម្នាក់អ្នកទាំងអស់គ្នាជឿអ្វីដែលនាងនិយាយទេ ស្រីឈួតទេ សៀងវ៉ាន់ ប៉ាហេតុអីបានច្បាស់នៅទីនេះតើប៉ាដឹងទេថាខ្ញុំ កូនល្ងង ប៉ា កុំហៅយើងថាប៉ាយើងគ្មានកូននេះឯងទេឯងបានសម្លាប់ម៉ាក់របស់ឯងហើយបំផ្លាញកិត្តិយសរបស់គ្រួសារសៀងបើមិនមែនជំនឿរបស់លោកហើកន្លងមកទេក្រុមហ៊ុនសៀងដួលរលំយូរណាស់មកហើយឯងមិនត្រឹមតែមិនដឹងគុណថែមទាំងប្រមាថលោកហើថែមទៀតផងតើឯងចង់បំផ្លាញមនុស្សគ្រប់គ្នាទើបឯងពេញចិត្តតាមមែនដែរទេ